រាជរដ្ឋាភិបាលកម្ពុជាលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនចាប់ពីថ្ងៃទី15ខែមិថុនាដល់ថ្ងៃទី15ខែតុលាឆ្នាំ2026រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិនដោយផ្ដល់រយៈពេលស្នាក់នៅចំនួន14ថ្ងៃក្នុងអំឡុងពេល4ខែគិតចាប់ពីថ្ងៃទី15ខែមិថុនាដល់ថ្ងៃទី15ខែតុលាឆ្នាំ2026ដោយពុំតម្រូវឲ្យមានពាក្យស្នើសុំនិងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ e-arrival ប៉ុណ្ណោះយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី2ខែធ្នូឆ្នាំ2025បានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍ដូចខាងក្រោម 1. ផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិនដោយផ្ដល់រយៈពេលស្នាក់នៅចំនួន14ថ្ងៃក្នុងអំឡុងពេល4ខែគិតចាប់ពីថ្ងៃទី15ខែមិថុនាដល់ថ្ងៃទី15ខែតុលាឆ្នាំ2026ដោយពុំតម្រូវឲ្យមានពាក្យស្នើសុំនិងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ e-arrival ក្នុងអំឡុងពេលពលភាពនៃការអនុវត្តភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បានដែរភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បានអនុញ្ញាតឲ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដាក់ស្នើនឹងចរចាជាមួយភាគីរដ្ឋាភិបាលចិនឲ្យបន្ធូរបន្ថយនិងសម្របសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិនដើម្បីឈានដល់ការអនុវត្តលើកលែងទិដ្ឋាការបដិការតែម្ដងនាពេលអនាគតដើម្បីមានប្រសិទ្ធភាពគួរសហការជាមួយវិស័យឯកជនដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិនឲ្យបានល្អនិងឆាប់រហ័ស